សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូមានរូបមន្តពិសេសប្រចាំគ្រួសារក៏ដូចជាប្រចាំសុខភាពរាងកាយរបស់អ្នកគ្រូផ្ទាល់ដើម្បីយកមកចែករំលែកជូនបងប្អូនទាំងអស់គ្នានេះគឺជារូបមន្តពិសេសសម្រាប់រាងកាយរបស់អ្នកគ្រូផ្ទាល់ជាពិសេសគឺសុខភាពស្ត្រីយើងបងប្អូនណាចាស់ហើយរូបមន្តនេះផងដែរគឺយើងអត់មានអីច្រើនទេមានតែ5មុខ6មុខតាំងទឹកខ្មុំបងប្អូនណាចាហើយរូបមន្តនេះគឺពិសេសសម្រាប់សុខភាពរបស់មនុស្សស្រីយើងរដូវមកអត់ទៀងយើងគេងអត់សូវលក់ស្រួលចាស់ចុករយដៃជើងឈាមដើរអត់ស្រួលបេះដូងរបស់យើងដើរទៅយើងជាងថប់អញ្ចឹងបងអូនចាស់ហើយជាពិសេសទៀតទៅនោះគឺធ្វើឲ្យយើងក្មេងជាងវ័យបងអូនណាចាស់ដូចអ្នកគ្រូអញ្ចឹងចាស់និយាយលេងនេះអញ្ចឹងនេះជារបៀបធ្វើយើងមានទី1យើងមានទឹកខ្មុំទី2យើងមានជាមួយនឹងផ្សិតមាសចាជាមួយនឹងមានក្រៀមជាមួយនឹងយិនសិនបងប្អូនណាចាដឹងហើយថាយិនសិននេះគឺជាឱសថថ្នាំពិសេសសម្រាប់ប្រទេសចិនក៏ដូចជាប្រទេសផ្សេងបងប្អូនណាចាស់គឺខ្លាំងពូកែមែនតែនហើយផ្សិតនេះបើយើងយកចាស់កាន់តែល្អបងប្អូនណាចាស់គឺវាយិនសិនយូរឆ្នាំមែនតែនហើយនេះទៀតបើខ្មែរយើងវិញគេហៅថាតាពាំងបេជូក្រៀមបងប្អូនណាចាស់ហើយនេះទៀតគឺជាពុទ្ធាក្រៀមអញ្ចឹងយើងយកគ្រឿងទាំង5មុខហ្នឹងយកមករៀបនៅក្នុងកែវនេះបងប្អូនណាចាស់បើសិនជាបងប្អូនចង់បានច្រើនបងប្អូនអាចទិញឲ្យច្រើនរៀបឲ្យច្រើនដាក់ទៅបើសិនជាបងប្អូនចង់ធ្វើបរិមាណញ៉ាំមួយល្មមទេបងប្អូនអាចធ្វើប៉ិនអ្នកគ្រូចឹងមកហើយក្នុងនេះយើងអត់មានកំណត់ជាខំទេបងប្អូនណាចាបងប្អូនអាចចង់ធ្វើច្រើនក៏ដាក់ច្រើនទៅអញ្ចឹងរៀបអញ្ចឹងមកបន្ទាប់មកទៀតចាបងប្អូនអាចចាក់ជាមួយនឹងទឹកខ្មុំអញ្ចឹងអ្នកគ្រូសុំថែមនេះបន្តិចទៀតណាយើងដាក់អញ្ចឹងមកហើយបងប្អូនទាំងអស់គ្នាចានេះធ្វើជូនម្ដាយឪពុកម្ដាយរបស់យើងចាស់គាត់លើសឈាមចាគាត់ស្ពឹកសពុនដៃជើងអីពិសេសខ្លាំងបងប្អូនហើយចារបៀបញ៉ាំវិញគឺយើងធ្វើញ៉ាំពេលព្រឹកបងប្អូនចាស់ភ្ញាក់ពីគេងដួសបាយស្លាបព្រាអញ្ចឹងមកកូរជាមួយនឹងទឹកក្តៅដល់ពេលយើងកូរជាមួយនឹងទឹកក្តៅចឹងហើយបងប្អូនអាចថែមជាមួយនឹងក្រូចឆ្មាពណ៌លឿងយើងមកផ្លែទៀតក៏កាន់តែល្អដែរបងប្អូនចង់ឲ្យស្រកខ្លាញ់ក្បាលពោះច្រើនបន្ទោបងស្រួលទៀងទាត់ចឹងបងប្អូនសម្រាប់បងប្អូនដែលគាត់ពិបាកបាត់ជើងអីបងប្អូនណាទល់ខ្យល់ទល់លមុខអីគឺពិសេសខ្លាំងមែនតើអញ្ចឹងបន្ទាប់ពីអ្នកគ្រូរៀបអញ្ចឹងហើយអ្នកគ្រូចាក់ទឹកឃ្មុំដាក់បងប្អូនណាចាអញ្ចឹងយើងកូរទឹកឃ្មុំមកទឹកឃ្មុំយើងយកទឹកឃ្មុំសុទ្ធណាបងប្អូនណារដូវប្រាំងគឺកាន់តែល្អបើសិនជាអត់ទេបងប្អូនអាចប្រើជាមួយនឹងទឹកឃ្មុំចិញ្ចឹមក៏បានដែរសំខាន់ឲ្យទឹកឃ្មុំសុទ្ធដើម្បីកុំឲ្យខូចរូបមន្តរបស់យើងអញ្ចឹងបងប្អូនពីព្រោះផ្លែឈើរបស់យើងគឺល្អដែរអញ្ចឹងយើងស្ដាយកុំឲ្យយើងខាតពេលអញ្ចឹងបងប្អូនចាស់ឲ្យបន្ទាប់ពីត្រាំហើយបងប្អូនអាចប្រើរយៈពេល1ខែ2ខែអាចញ៉ាំបានដែរបងប្អូនណាចាអញ្ចឹងយើងចាក់អញ្ចឹងមកចាចាក់វាឲ្យលិចបងប្អូនណាចាហើយយើងគ្របសកត់ឲ្យចិត្តល្អរក្សាទុកកន្លែងដែលមានសីតុណ្ហភាពត្រឹមត្រូវរយៈពេល1ខែអីបងប្អូនអាចយកញ៉ាំបានហើយចាយើងដាក់លិចចឹងបងប្អូនណាចាមើលទៅបើសិនជាយើងគិតថាទឹកខ្មុំរបស់យើងវាលិចពេកអញ្ចឹងទៅអាចថែមជាមួយនឹងថ្នាំរបស់យើងនេះធុបថែមបានទៀតណាចាអញ្ចឹងអ្នកគ្រូគិតថាវារៀងលិចតិចហើយអញ្ចឹងអ្នកគ្រូចង់ថែមជាមួយនឹងយិនសិនដាក់ឲ្យច្រើនទៅល្អយិនសិនបងប្អូនណាចាអូខេស្កត់ចឹងទៅលិចល្អនេះបងប្អូនចាអញ្ចឹងយើងកុំដាក់ឲ្យហៀពេកពីព្រោះអីនៅតម្រាំតែវាចូលជាតិទៅគឺវាឡើងពេញកែវចាអញ្ចឹងបន្ទាប់មកយើងក្រោបវាអញ្ចឹងទៅហើយរក្សាទុកនៅសីតុណ្ហភាពមួយដែលល្អរួចជាការស្រេចអញ្ចឹងកុំភ្លេចធ្វើរូបមន្តមួយនេះដើម្បីញ៉ាំប្រចាំគ្រួសារនិងសុខភាពរបស់យើងផងដែរអរគុណច្រើន